ប្រវត្តិនិងគម្រោងការកែងខ្មោចដ៏រន្ធត់ព្រួយរបស់លោកតាឃ្លាំងមឿងភ្នូលោកអុកញ៉ាឃ្លាំងមឿងនិងជំទាវខណ្ឌភៀវសប្តាហ៍ថ្ងៃស្ថិតនៅក្នុងភូមិកំពែងស្វាយឃុំស្នាមព្រះស្រុកបាកានចម្ងាយប្រមាណ6 គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់រណ្ដៅដែលលោកអុកញ៉ាមឿងបានលោតនោះគេបានរក្សាការពារទុកមកដល់សព្វថ្ងៃដោយធ្វើជាអគារមួយមានក្បាច់រចនាស្រស់ស្អាតគ្របពីលើហើយនៅគៀនជញ្ជាំងពីក្រោយរណ្ដៅឬភ្នូនេះគេបានសាងរូបសំណាកលោកអុកញ៉ានិងអ្នកជំទាវតម្កល់ឲ្យឈរចង្អុលបែរមុខទៅរកកន្លែងដែលគាត់បានលោតនោះពាណិជ្ជកម្មបច្ចុប្បន្នទីនោះបានក្លាយជារមណីយដ្ឋានដែលមានអ្នកទេសចរជាតិនិងអន្តរជាតិទៅលេងកម្សាន្តថែមទាំងអាចប្រមូលបានថវិកាកសាងសមិទ្ធផលជាបន្តបន្ទាប់ថែមទៀតផងរមណីយដ្ឋានលោកអុកញ៉ាសុខសប្បាយអ៊ំណាសុខសប្បាយលាទាំងអស់គ្នាបាទដែលមានភាពតាក់ទាញខ្លាំងនិងជាកន្លែងដែលមានការគោរពបូជាយ៉ាងស័ក្តិសិទ្ធិចំណែកឯប្រជាជននៅខេត្តពោធិ៍សាត់តែងមានជំនឿទៅលើលោកតាមមឿងនិងតែងយកដង្វាយទៅដាក់ថ្វាយសុំសេចក្តីសុខពីលោកតាជ្រុងមួយក្នុងប្រវត្តិសាស្ត្រដែលយើងគូតែបានដឹងពីលោកតាឃ្លាំងមឿងគឺគាត់ជាមេទ័ពដ៏ឆ្នើមរបស់ស្តេចអង្គច័ន្ទរាជាដោយបានដាក់ប្រស្នាមេឃបែបយុទ្ធសាស្ត្រថាទៅស្លាប់ដើម្បីការគប់ខ្មោចឲ្យមកជួយច្បាំងនៅមានរឿងសំខាន់មួយទៀតដែលពាក់ព័ន្ធនឹងជំនឿរបស់ប្រជាជនចំពោះអ្នកតាឃ្លាំងមឿងគឺគាត់ជាអ្នកតាមានអំណាចធំបំផុតដែលត្រូវបានប្រជារាស្ត្រកូនចៅបានសុខសប្បាយទាំងអស់កូនចៅអត់ទេស្លីគាត់បារមីអ្នកតាមឿងសុខសប្បាយទាំងអស់គ្នាកូនចៅអើយបាទសូមលោកតាមឿងបានពលីជីវិតដើម្បីទៅសុខសប្បាយទាំងអស់លោកតាឃ្លាំងមឿងកូនចៅបានតែសុខសប្បាយទាំងពីររបស់លោកបានបូជាជីវិតទៅកែកូនមកជាមួយលោកដែរដើម្បីរំដោះព្រះអង្គចាញ់ចេញពីសុខសប្បាយទាំងអស់គ្នាកូនចៅ1549គេដំណើរថាគ្រាដែលព្រះអង្គចាញ់បានដំណឹងច្បាស់ថាព្រះចៅសៀមលើកទ័ពមកវាយនគរខ្មែរត្រង់ជំនុំនឹងសេនាបតីថាឥឡូវពលសេនាយើងនឹងគ្រឿងអាវុធយុទ្ធភណ្ឌរបស់យើងមិនបរិបូរណ៍តាអ្នករាល់គ្នាគិតរកឧបាយកលបែបណាឲ្យមានជ័យជំនះពេលនោះពលសេនាទាំងអស់មិនមានអ្នកណាមួយហ៊ានឆ្លើយទទួលអះអាងសោះមានតែសេនាមឿងឆ្លើយធានាអះអាងហ៊ានតទល់នឹងទ័ពសៀមដោយឧបាយមួយដ៏ចម្លែកគឺហ៊ានបដូរជីវិតដើម្បីនឹងទៅការពលខ្មោចធ្វើជាទ័ពច្បាំងនឹងពលសៀមលោកបង្គាប់ឲ្យជីករណ្ដៅទំហំ4 ម៉ែត្រជម្រៅ4 ម៉ែត្រទួចឲ្យដាក់គ្រឿងសង្ឃតាមពុទ្ធក្នុងរណ្ដៅនោះដើម្បីនឹងលោតទៅឲ្យជុំស្លាប់ក្នុងរណ្ដៅតែនៅពេលមុននឹងលោកសម្លាប់ខ្លួននោះសេនាមឿងបង្គាប់ឲ្យពួកពលរដ្ឋទាំងអស់មកស្ដាប់ពាក្យអវាទលោកប្រកាសថាសូមអស់លោកខំប្រឹងយកចិត្តទុកដាក់ក្នុងរឿងចម្បាំងពេលនេះដើម្បីរំដោះដែនដីឲ្យបានរួចពីកណ្ដាប់នៃបច្ចាមិត្តចំណែកខ្ញុំធានាខំតបខ្មោចសូមអស់លោកសង្ឃឹមទុកចុះបើខ្ញុំស្លាប់ទៅបាន7 ថ្ងៃឬសូរសន្ធឹកហូរកញ្ជ្រៀវបីដូចជាសំឡេងផ្គរលាន់យើងនឹងមានជ័យហើយលុះផ្ដាំរួចលោតចុះទៅក្នុងរណ្ដៅព្រឹបប្រពន្ធឃើញប្តីលោតដូច្នោះក៏លោតទៅជាមួយនឹងប្តីព្រមទាំងកូនប្រុស2 នាក់ស្លាប់ជាមួយគ្នាដល់ថ្ងៃជាគម្រប់7 លាន់ឬសូរសន្ធឹកដោយការផ្ដាំមែនទ័ពសៀមចូលដល់បាត់ដំបងឆ្លងចូលមកដល់អូមួយសប្តាហ៍ថ្ងៃគេហៅថាអូស្វាយដុនកែវជួបគ្នានឹងទ័ពព្រះអង្គច័ន្ទ
តបខ្មោចចេញទៅមុនសម្ដែងរត់ធ្វើឲ្យពលសៀមវិលមុខចុកពុះចុះក្បួនដួលខ្លួនឯងស្រួលតបព្រះអង្គចាន់ចូលទៅកាប់សម្លាប់អស់ពួកកងទ័ពសៀមទប់ទល់មិនបានថយទៅដល់បាត់ដំបងធ្វើសត្វទៅក្រាបទូលព្រះចៅសៀមតាមដំណើរសពគ្រប់ព្រះចៅទ្រង់ជ្រាបឲ្យទ័ពថយត្រឡប់ទៅស្រុកសៀមវិញចំណែកពួកកងទ័ពព្រះអង្គច័ន្ទក្នុងរឿងព្រេងហៅថាព្រះជ័យអស្ចារ្យនាំគ្នាត្រឡប់មកកាន់បន្ទាយវិញសពថ្ងៃគេហៅថាបន្ទាយជ័យចាប់ដើមពីពេលនោះមកក្រោយព្រះអង្គច័ន្ទបានឡើងសោយរាជសម្បត្តិសុខសាន្តហើយទ្រង់តែងនឹកឃើញដល់គុណូបការៈសេនាមុំដែលសួរបដូរជីវិតចំពោះព្រះអង្គនិងព្រះនគរខ្មែរបរិយាសានប្រភពមជ្ឈមណ្ឌលព័ត៌មានស្ដីនិងឯកសារក្រុមជំនុំទំនៀមទម្លាប់ស្រុកខ្មែរលេខ56056របស់ព្រះភិក្ខុសួនឃុំផ្សារលើស្រុកបាកានខេត្តពោធិសត្វថ្ងៃទី18ខែមិថុនាឆ្នាំ1949អត្ថបទកែវសុផាតសួស្តីបងប្អូនជនរួមជាតិទាំងអស់អត្ថបទដែលខាងលើខ្ញុំដកស្រង់ស្រាវជ្រាវតាមប្រភពព័ត៌មានរបស់Facebook នានាប្រម៉ែប្រមោមកដើម្បីរំលឹកប្រវត្តិរបស់លោកអុកញ៉ាឃ្លាំងមឿងមេតបឃ្លាំងមឿងពលីជីវិតដើម្បីជាតិសាសន៍ខ្មែរយើងសូមថ្លែងអំណរអគុណបងប្អូនទាំងអស់ដែលបានចូលរួមស្ដាប់ប្រវត្តិសង្ខេបយ៉ាងខ្លីមានខុសត្រូវអីសូមខន្តីអភ័យទោសអធិស្ឋានឲ្យខ្ញុំផងដូច្នេះបើសិនបានហើយសូមlike comment share និង subscriber channel YouTube របស់ខ្ញុំសូមអរគុណហើយអរគុណទៀត